ដូចជាវែងឆ្ងាយណា4 5 6 7វីដេអូហើយដូចមិនទាន់មានអីជាសាច់ការទេមិនទាន់ឃើញមានអីណារូបមន្តគណនាអីទេអញ្ចឹងវីដេអូនេះយើងនឹងទៅគណនាតែមិនមែនអីណារូបមន្តអីធំដុំទេយើងគ្រាន់តែអឺលំហាត់បូកដកគុណចែកអីធម្មតាសិនណានិយាយថាបើយើងបូកដកអីតែនៅលើ Excel យើងធ្វើមិនហ្នឹងហើយលំហាត់ឧទាហរណ៍នេះគ្នាយើងកុំតន់អីណាមើលស៊ីជម្រៅអីហ្នឹងហើយព្រោះគោលបំណងធំគឺគាត់ឲ្យយើងចេះបូកដកគុណចែកអីសិនទេហើយអានេះខ្ញុំចេះតែសរសេរចូលដាក់ចូលឲ្យតែបានទិន្នន័យឧទាហរណ៍ឲ្យគ្នាយើងមើលសិនទេអញ្ចឹងកុំតន់ខ្វល់អីវែងឆ្ងាយអញ្ចឹងខ្ញុំមិនបញ្យល់អីលម្អិតអីទាំងអស់ហ្នឹងទេអញ្ចឹងដំបូងគេខ្ញុំចង់ឲ្យគ្នាយើងសាករៀនបូកទិន្នន័យនៅក្នុង Excel អញ្ចឹងណានេះកន្លែងនេះអញ្ចឹងឧទាហរណ៍ថាយើងមានទិន្នន័យជួរទី1នេះហើយយើងមានទិន្នន័យជួរទី2អូខេអញ្ចឹងខែ1យើងបាន15ហើយខែ2យើងបាន20អញ្ចឹងបើសិនបើយើងចង់បូកអាពីរនឹងបញ្ចូលគ្នាទិន្នន័យពីរនឹងបញ្ចូលគ្នាយើងធ្វើមិនបាច់ប្រាប់គ្នាយើងឲ្យមកទៅខ្ញុំឧទាហរណ៍ព្រោះ key របស់អ្នកនរគ្នាមានអូខេនេះអញ្ចឹងគ្នាយើងអាចមើលកន្លែងបានអញ្ចឹងកន្លែងសញ្ញាស្មើនៅលើ keyboard របស់យើងគឺនៅខាងលើនេះចិត្តកន្លែងសញ្ញា backspace ហ្នឹងអញ្ចឹងដកបូកស្មើបូកណាហើយអានេះគឺដកសញ្ញាដកគឺនៅជាប់ហ្នឹងហើយគុណគឺនៅកន្លែងលេខ8 shift មកកន្លែងលេខ8នេះមកហើយបើយើងចែកនេះកន្លែងសញ្ញាស្មើនេះ shift ហើយសញ្ញាស្មើបូកដកគុណចែកអូខេអញ្ចឹងដូចគ្នាយើងបានដឹងហើយថាដើម្បីយើងអាចគណនាអីមួយនៅលើ Excel បានគឺយើងត្រូវប្រើសញ្ញាដកចេះអញ្ចឹងយើងប្រើសញ្ញាដកមកហ្នឹងហើយយើងបូកអញ្ចឹងយើងបូកលេខ2ហ្នឹងបញ្ចូលគ្នាអញ្ចឹងយើងយកខែទី1ហើយយើងបូកនៅលើ keyboard របស់យើងហ្នឹងបាទបូកគឺយើងប្រើ shift តែបាទ shift មកហើយអាកន្លែងសញ្ញាបូកជាមួយនឹងសញ្ញាដកហ្នឹងវាចេញលេខបូកហើយយើងចុចជាមួយនឹង shift ម៉ាន់ទី2នេះអក្សរ e ណាចុចមកអញ្ចឹងវាចេញ e4 ព្រោះអានេះ e អានេះលេខ4អញ្ចឹង d4 បូក1 e4 មានន័យថា15បូក1នឹង20 15បូក1 20ប្រមាណអញ្ចឹងយើង enter មកយើងឃើញចម្លើយគឺ35អញ្ចឹងត្រូវអត់ត្រូវណាអញ្ចឹងបន្ទាប់ហើយខាងក្រោមនេះគឺខែទី1បូក1ខែទី2ដែរអញ្ចឹងយើងធ្វើម្ដងទៀតក៏បានស្មើទៀតបូកទៅបូកដូចមិញទៅណាយកអានេះបូកមួយអានេះមកតែ Excel គេអត់ធ្វើចឹងទេតែគេបូកម្ដងហើយទិន្នន័យក្រុមនេះគឺគេចាប់ទាញហើយអញ្ចឹងយើងដាក់ cursor ចំកន្លែងហ្នឹងមកនឹងចេញសញ្ញាបូកខ្មៅចឹងមកហើយយើងមកឆ្វេងហ្នឹងចាប់ចុចឲ្យជាប់ហើយយើងចាប់ទាញមកចាប់ទាញមកអញ្ចឹងវាលោតទិន្នន័យឲ្យយើងហ្នឹងអញ្ចឹងគឺយើងមើលតាមហ្នឹងទៅត្រូវអត់ណាអញ្ចឹងគឺត្រូវហើយទិន្នន័យនេះដូច10បូក18 18អញ្ចឹងបូកគឺបែបហ្នឹងណាអញ្ចឹងយើងបូកហើយយើងចាប់ទាញមកនឹងរបៀបបូកចុះដកមិនវិញអូខេឥឡូវខ្ញុំគុណសិនព្រោះខ្ញុំចង់រកប្រាក់សរុបគុណមុនគុណហើយចាំដកព្រោះមួយណាមុនក៏បានដែរតែនេះតើយើងគុណមុនសិនមិនយើងរកដកឃើញព្រោះយើងត្រូវការតម្លៃវាតែឥឡូវយើងបានតម្លៃហើយបានចំនួនហើយចំនួនខែទី1បូកខែទី2យើងបានអានេះតបមកគុណមានន័យថាចំនួននៃ35នេះតម្លៃមួយគឺ$30ចុះបើ35អញ្ចឹងតម្លៃសរុបនៃ35ហ្នឹងប្រមាណអញ្ចឹងយើងត្រូវប្រើគុណយើងមិនគុណត្រូវអត់អញ្ចឹងយើងស្មើមកស្មើហើយយើងយកចំនួនទាំងអស់គុណអញ្ចឹងយើងដាក់សញ្ញាគុណមក shift លេខ8ហ្នឹងហើយយើងចុចលើតម្លៃមួយមកនេះតម្លៃមួយអូខេអញ្ចឹង2ខែនេះយើងលក់បាន35ហើយហាត់នេះមួយគឺតម្លៃវា$30អញ្ចឹងបើ2ខែហ្នឹងយើងបាន35ហាត់នេះអញ្ចឹងតម្លៃប្រមាណអញ្ចឹងស្មើយក F4 គុណឲ្យ G4 ហើយយើង enter មកយើងនឹងឃើញនេះតម្លៃសរុបបាទ$1050អញ្ចឹងយើងចាប់ទាញអូខេអញ្ចឹងនៅលើ Excel គុណគឺបែបហ្នឹងអញ្ចឹងនេះរបៀបបូករបៀបគុណហើយរបៀបដកអញ្ចឹងនេះតាហ្នឹងអីគេតាហ្នឹងគឺឧទាហរណ៍យើងគិតពន្ធអញ្ចឹងណាឬក៏យើងគិតផលចំណេញអីអញ្ចឹងទៅគេដក
តាក់នេះមានផលចំណេញតែឧទាហរណ៍ថាយើងគិតផលចំណេញយើងមិនបូកឬក៏ដកតែនេះតាក់នេះមានន័យថាយើងគិតពន្ធគឺដកអញ្ចឹងដកគឺដកប្រមាណនេះខ្ញុំចេះតែដាក់ទេ 0.60 នឹងប្រមាណភាគរយ 1-2% នឹងឯងអញ្ចឹងព្រោះថាឥឡូវយើងសរុបប៉ុណ្នេះតែគឺត្រូវគិតពន្ធអត់ต้องគិតពន្ធគ្នាយើងធ្លាប់ទៅញ៉ាំ buffet ហើយឃើញដល់ពេលញ៉ាំហើយគេគិតពន្ធទេគេមិនគិតឲ្យហើយណាញ៉ាំហើយមិនគេគិតទៅឃើញណាបន្តិចមិនច្រើនទេបាទអូខេអញ្ចឹងណធ្វើម៉េចអញ្ចឹងស្មើមកយើងយក total សរុបបាទហើយយើងដកឲ្យតាក់មកសញ្ញាដកយើងហ្នឹងនៅចិត្តសញ្ញាបូកនៅលើ keyboard យើងចិត្តសញ្ញាដកហ្នឹងដកឲ្យនេះតាក់ចុចលើតាក់មកអូខេហើយយើង enter មកមានន័យថាយកតម្លៃសរុបរបស់យើងនេះដកជាមួយនឹងពន្ធចេញនេះថា 0.60 ទេហើយយើង enter មកអញ្ចឹងដកទៅសល់ប៉ុណ្ណឹងហើយយើងចាប់ទីដែរមកគេ Excel ស្រួលទេមេវ៉ាទេឲ្យតែយើងចេះគេតានេះ amount នេះសរុបអាណាសរុបនៃអានេះអញ្ចឹងស្រី amount នេះខ្ញុំចេះតែដាក់ទេតែដើម្បីលំហាត់យើងឲ្យមានចែកមួយទៀតចឹងខ្ញុំឧទាហរណ៍ចេះមកទៅថាឧទាហរណ៍ឥឡូវក្រោយពីយើងដកតាក់ហើយអញ្ចឹងខ្ញុំចង់ដឹងថាពេលដែលដកតាក់ហើយតម្លៃមួយវាប្រមាណវិញអញ្ចឹងណាអញ្ចឹងយើងសញ្ញាស្មើមកហើយយើងយកតម្លៃសរុបនៃដែលយើងដកតាក់ហើយហ្នឹងហើយយើងចែកគឺនៅ keyboard របស់យើងគឺនៅកន្លែងសញ្ញាសួរចិត្ត shift ឬក៏នៅកន្លែងសញ្ញាចិត្តសញ្ញាដកអញ្ចឹងយើងហ្នឹងហើយអញ្ចឹងយើងចែកមកចែកជាមួយនឹងអាណានេះចំនួន35ហ្នឹងហើយចែកមកជាមួយយើងនឹងឃើញតម្លៃវាប្រហែលក្រោយដកតាក់ហើយអញ្ចឹងយើង enter មកអញ្ចឹងយើងឃើញនេះ 29.98 ចានេះតម្លៃដើមដែលយើងមិនទាន់ដកតាក់អានេះតម្លៃក្រោយយើងដកតាក់ហើយណាអញ្ចឹងសរុបមកវិញអានេះបើនិយាយពីសាច់ការធ្វើមែនទែនគេណៃធ្វើចឹងទេអានេះខ្ញុំគាត់ឧទាហរណ៍គ្នាយើងចេះបូកដកគុណចែកនៅលើ Excel របៀបបូកគេបូក match អូខេរបៀបដកគេដក match គុណណាគុណដកហើយនឹងចែកណាចាបូកដកគុណចែកសរុបមកវិញអញ្ចឹងជាធម្មតាទេនៅលើ Excel លក្ខណៈពិសេសរបស់វាគឺអញ្ចេះទេគាត់ថាបូកដកគុណចែកយើងបូកលើការ show លើអីក៏បានដែរមែនទេតែហេតុអីបានគេប្រើ Excel គឺដោយសារតែក្នុងករណីទិន្នន័យយើងច្រើន10 20 30 40 50 10ទិន្នន័យ100 200ទិន្នន័យអញ្ចឹងមានណាគេទៅអង្គុយបូកទេបូកមួយកន្លះថ្ងៃមួយថ្ងៃក៏បូកហើយតែនៅលើ Excel ស្រួលចឹងកាលណាដែលយើងមានទិន្នន័យបញ្ចូលហើយយើងបូកតាមមួយខ្វាច់ចាប់ទាញទៅហើយឬក៏ករណីការងារហ្នឹងយើងត្រូវធ្វើជារៀងរាល់ថ្ងៃ report ការងាររៀងរាល់ថ្ងៃគឺពេលដែលយើងធ្លាប់មានទិន្នន័យហើយយើងគ្រាន់តែបញ្ចូលបន្តិចទៅយើងបូកដកគុណចែកទៅបាទចាប់ទាញមកខ្វោកមកអញ្ចឹងទិន្នន័យរបស់យើងគឺហើយលឿននិយាយទៅគឺវាជួយសម្រួលការងាររបស់យើងណាជាពិសេសការងារណាដែលតាក់ទងជាមួយនឹងលេខឬក៏ទិន្នន័យដូចជាបូកដកគិតអីប្រាក់ខែបុគ្គលិកអីចឹងគឺសុទ្ធតែជាទិន្នន័យលេខអីចឹងគឺគេប្រើនៅលើ Excel អូខេអញ្ចឹងអានេះគ្រាន់តែរបៀបបូកដកគុណចែកធម្មតាទេណាហើយវីដេអូបន្តយើងនឹងមានចាប់ផ្ដើមចូលរូបមន្តបន្តទៀត